11តួនាទីរបស់ប៊ូតុងនៅក្នុង menu format menu នេះមានទីតាំងនៅខាងលើបន្ទាប់ពី menu view ហើយវានឹងបង្ហាញនៅពេលដែលយើងចុចនៅលើរូបភាពឬ object ណាមួយ remove background គឺសម្រាប់លុបផ្ទៃរបស់រូបភាពខាងក្រោយចោល mark area to keep កំណត់យកកន្លែងដែលចង់ទុកផ្ទៃខាងក្រោយ mark area to remove កំណត់យកកន្លែងដែលចង់លុបផ្ទៃខាងក្រោយ delete mark លុបចោលសញ្ញាកំណត់លុបផ្ទៃខាងក្រោយ discard all change បង្ហាញផ្ទៃខាងក្រោយទាំងអស់មកវិញ keep change រក្សាការផ្លាស់ប្ដូរ correction គឺសម្រាប់បន្ថែមពន្លឺឬដកពន្លឺ color គឺសម្រាប់ប្ដូរពណ៌របស់រូបភាព artistic effect ការដាក់ effect លើរូបភាព compress picture បង្រួមគុណភាពនិងទំហំរបស់រូប change picture សម្រាប់ជំនួសរូបភាពថ្មីដោយរក្សាទីតាំងនៅដដែល reset picture ផ្លាស់ប្ដូររូបភាពទៅទម្រង់ដើមវិញ quick style គំរូម៉ូដសម្រាប់ដាក់នៅលើរូបភាព picture border ដាក់ស៊ុមឲ្យរូបភាព picture effect គំរូស្រមោលព្រាលសម្រាប់ដាក់នៅលើរូបភាព picture layout បំលែងរូបភាពឲ្យទៅជា smart art graphic bring forward គឺសម្រាប់នាំរូបភាពមកខាងមុខ send backward គឺសម្រាប់នាំរូបភាពទៅខាងក្រោយ select pan គឺសម្រាប់ចូលទៅ select យករូបភាពដែលមានទាំងអស់នៅក្នុងអត្ថបទ align គឺសម្រាប់តម្រៀបរូបភាពឲ្យរត់ត្រង់ជួរ group គឺសម្រាប់ចងរូបភាពជាក្រុម rotate គឺសម្រាប់បង្វិលរូបភាព crop សម្រាប់កាត់តម្រឹមរូបភាព crop to shape សម្រាប់កាត់រូបភាពតាមរាងផ្សេងៗ shape high កំណត់កម្ពស់ដែលចង់កាត់តម្រឹម shape width សម្រាប់កំណត់ទទឹងដែលចង់កាត់តម្រឹម